អ្នកបង្កើតជនជាតិអង់គ្លេសរូបនេះបានដោះស្រាយបញ្ហាប្រព័ន្ធបូមកង់ដោយប្រើមេដៃតែ2ដុំប៉ុណ្ណោះដោយសារគាត់បានរកឃើញថាកម្លាំងច្រើនគ្នារវាងមេដៃគឺខ្លាំងមហិមាគាត់ក៏មានគំនិតច្នៃប្រឌិតចង់យកគោលការណ៍នេះមកប្រើលើប្រព័ន្ធបូមកង់ជាដំបូងគាត់បានយកកង់ចាស់មួយមកកាត់កែច្នៃដោយដាក់មេដៃនីអូឌីមៀមខ្លាំងចំនួន4ដុំដែលមានប៉ូលដូចគ្នាបែរមុខរកគ្នារួចភ្ជាប់ទៅនឹងផ្នែកខាងមុខនិងខាងក្រោយនៃកង់ដោយផ្អែកលើកម្លាំងច្រើនពីធម្មជាតិរបស់មេដៃដើម្បីទប់ទល់កង់វិធីនេះអាចជំនួសបូមរបស់កង់ភ្នំធម្មតាបានមើលតែកូនសោទាំងពីរដែលជាប់មេដៃនេះទៅអ្នកនឹងដឹងថាកម្លាំងមេដៃខ្លាំងប៉ុណ្ណាបន្ទាប់ពីធ្វើរួចបរិសម្នាក់នេះបានបញ្ញាបញ្ញាលទៅសាកល្បងនៅខាងក្រៅហើយលទ្ធផលគឺល្អឥតខ្ចោះជាងអ្វីដែលគាត់បានគិតទៅទៀតការជិះកង់នេះគឺមានផាសុកភាពខ្លាំងណាស់វាទន់និងស្រួលជាងការប្រើបូមបែបបុរាណឆ្ងាយណាស់នៅពេលជិះកាត់ផ្លូវរលាក់មេដៃត្រូវបានបង្ខំឲ្យខិតជិតគ្នាប៉ុន្តែនៅពេលវាកាន់តែជិតកម្លាំងច្រានកាន់តែខ្លាំងរួចក៏ច្រានតួកង់ឲ្យមកវិញបង្កើតបានជាការបូមដ៏រលូនត្រូវដឹងថាកម្លាំងស្រូបរបស់មេដៃនីអូដៃមៀមតែមួយដុំគឺមានរហូតដល់500គីឡូក្រាមដែលវាលើសពីគ្រប់គ្រាន់សម្រាប់ទ្រទម្ងន់មនុស្សពេញវ័យម្នាក់ក្រៅពីនេះមេដៃមិនមានបញ្ហាដូចជាការចុះខ្សោយនៃរ៉ឺស័រមិនលេចប្រេងនិងមិនមានបញ្ហាបូមគាំងនោះទេអាយុកាលប្រើប្រាស់របស់វាគឺយូរជាងរ៉ឺស័របូមធម្មតាឆ្ងាយណាស់